នេះគឺជានាឡិកា Garmin Forerunner 907គឺជាស៊េរីថ្មីហើយនាឡិកានេះគឺជានាឡិកាដែលខ្ញុំប្រើប្រាស់ផ្ទាល់ខ្លួនតែម្ដងចំពោះការរត់និងការតាមដានសុខភាពប្រចាំថ្ងៃគឺនាឡិកានេះខ្ញុំប្រើប្រាស់ច្រើនតែម្ដងអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងមកចែករំលែកបទពិសោធន៍ជូនដល់បងប្អូនទាំងអស់គ្នាទាក់ទងទៅនឹងនាឡិកា Garmin ស៊េរីថ្មី Forerunner 907នេះតើវាមានមុខងារពិសេសអ្វីខ្លះក៏ដូចជាបទពិសោធន៍ដែលខ្ញុំប្រើប្រាស់ប្រចាំថ្ងៃខ្ញុំប្រើប្រាស់ទៅលើអ្វីខ្លះអូខេអញ្ចឹងមុននឹងចូលដល់មុខងារលម្អិតយើងមើលរូបរាងនាឡិកា Garmin Forerunner 907ថាតើវាមានអាប់ដេតអ្វីថ្មីខ្លះអញ្ចឹងណាចំពោះនាឡិកានេះគឺគេហៅថាគឺជាស៊េរីថ្មីដែលវាអាប់ដេតមកពី Forerunner 965អញ្ចឹងបើយើងមើលលើរូបរាងគឺវាអាប់ដេតមកច្រើនមែនទែននេះជាពិសេសកន្លែងនេះឃើញកន្លែងកាំងខាងនេះដាក់មក Q ដែលធ្វើឲ្យនាឡិកានេះវាយើងមើលទៅឃើញភាពតាក់ទាញប្លែកពីគេតែម្ដងអញ្ចឹងចំពោះ Forerunner 907អ្វីដែលអាប់ដេតធំរបស់វាគឺអេក្រង់របស់វានេះកញ្ចក់វានេះគឺវាដាក់មកជាប្រភេទកញ្ចក់ Sapphire ដែលកញ្ចក់ Sapphire បងប្អូនដឹងហើយកម្រិតនៃការឆ្កូតរបស់វាគឺធន់ខ្លាំងមែនទែនយើងអាចនិយាយបានថាវាកម្រិតនៃការធន់របស់វាគឺក្រោមពេជ្រតែបន្តិចទេហើយចំពោះកងនេះកងសងខាងជុំវិញនេះគឺវាដាក់មកអាប់ដេតជាប្រភេទទីតានាមតែម្ដងហើយអ្វីដែលពិសេសចំពោះ Forerunner 907នេះឃើញទេវាមាន7នេះគឺខ្ញុំស្រឡាញ់មែនទែនពេលដែលយើងធ្លាប់ប្រើនាឡិកាមាន7គឺមានន័យថាដល់ពេលយើងទៅប្រើប្រាស់នាឡិកាអត់មាន7វិញគឺអត់សូវចេះប្រើដោយសារ7ពេលយើងល្ងិតអីផ្សេងៗយើងចុចតាលើនឹង2ដងគឺវាភ្លឺតែម្ដងអញ្ចឹងណាហើយចំពោះ907អ្វីដែលអាប់ដេតមកច្រើនដូចគ្នានោះគឺនេះវាមាន speaker ដែលអនុញ្ញាតឲ្យយើង call ចេញចូលនៅលើនាឡិកាបានអញ្ចឹង Forerunner 965ក៏ដូចជា265ពីមុនវាអត់មានមុខងារ call ចេញចូលនៅលើនាឡិកាបានទេអញ្ចឹងអានេះគឺយើងអាច call ចេញចូលគ្រាន់តែលើកគឺ call ចេញចូលលើនាឡិកាចឹងបានតែម្ដងអញ្ចឹងណាហើយនាឡិកានេះទម្ងន់របស់វាគឺស្រាលមែនតើត្រឹមតែ56ក្រាមបើសិនជាយើងធ្លាប់ពាក់នាឡិកាពីមុនអ្នកពាក់នាឡិកាធ្ងន់អញ្ចឹងណាបងប្អូនសាក់ដូរមកប្រើ Forerunner 907នេះពេលដែលយើងពាក់លេងកីឡាផ្សេងមានអារម្មណ៍ថាដូចអត់ពាក់នាឡិកាចឹងដោយសារអីត្រឹមតែ56ក្រាមគឺស្រាលល្អមែនតើហើយខ្សែរបស់វានេះជាប្រភេទខ្សែ silicon មានថាយើងពាក់ទៅគឺទន់ស្រួលដែលនាឡិកានេះអាចនិយាយថា design វាមកគេផ្ដោតទៅលើកីឡាតែម្ដងចំពោះទំហំមុខរបស់នាឡិកានេះវាមានទំហំ 47mm ដែលមានន័យថាដៃបុរសរបស់យើងគឺសឹងតែគ្រប់ដៃបុរសហើយគឺពាក់ត្រូវហើយចំពោះកម្លាំងថ្មវិញមានន័យថាយើងសាកតាមមកពេញនាឡិកានេះគឺយើងអាចប្រើប្រាស់បានរហូតដល់ទៅ15ថ្ងៃហើយចំពោះប្រើប្រាស់អេក្រង់របស់វានេះជាប្រភេទអេក្រង់ AMOLED ច្បាស់មែនតើហើយយើងអាចប្រើប៊ូតុងក៏បានយើងអាចប្រើ touch ក៏បាននេះបាទយើងអាចប្រើ touch ក៏បានប៉ុន្តែតាមពិតយើងអាចប្រើបានមួយទៀតគឺយើងមានយើងអាចប្រើប្រាស់សំឡេងដើម្បីបញ្ជាឲ្យថាយើងចង់ទៅមុខងារណាយើងគ្រាន់តែនិយាយថា go to running អីចឹងទៅគឺវានឹងចូលទៅកាន់មុខងារតែម្ដងប៉ុន្តែជាទូទៅយើងប្រើតែ touch ហើយនឹងប៊ូតុងច្រើនសំឡេងពេលខ្លះយើងនិយាយខុសនិយាយត្រូវអញ្ចឹងវាយូរជាងឲ្យយើងចុចប៊ូតុងក៏ដូចជាចុច touch ផងអញ្ចឹងណាអូខេអញ្ចឹងសួរថានាឡិកានេះគឺជានាឡិកាដែលខ្ញុំប្រើប្រាស់ប្រចាំថ្ងៃច្រើនមែនតើទាំងការលេងកីឡានិងការតាមដានសុខភាពថាតើសម្រាប់ខ្ញុំផ្ទាល់ខ្ញុំប្រើប្រាស់មុខងារអីគេខ្លះនៅក្នុងនាឡិកានេះអញ្ចឹងណាអញ្ចឹងបងប្អូនដឹងហើយពាក្យច្រើនឥឡូវនេះគឺខ្ញុំរត់ច្រើនមែនតើអញ្ចឹងនាឡិកានេះគឺជាដៃគូរបស់ខ្ញុំមានន័យថាពេលដែលរត់អីផ្សេងគឺខ្ញុំប្រើប្រាស់មុខងាររត់អីចឹងទៅប៉ុន្តែមិនត្រឹមតែយើងប្រើប្រាស់ក្នុងការរត់ទេដូចខ្ញុំផ្ទាល់ខ្ញុំចាត់ទុកថានាឡិកានេះគឺជាគ្រូបង្វឹកអញ្ចឹងមានន័យថាពេលដែលខ្ញុំចូលរត់គឺវាដាក់មកនេះវាដាក់ថាថ្ងៃនេះ base វាឲ្យយើងរត់56នាទីក្នុង pace 4:45គឺវាដាក់កម្មវិធីឲ្យយើងហ្វឹកហាត់តែម្ដងដោយវាដឹងថាកម្លាំងរបស់យើងសល់ប៉ុណ្នេះយើងដេកយប់គ្រប់មិនគ្រប់គឺវាដាក់កម្មវិធីឲ្យយើងហ្វឹកហាត់តែម្ដងប៉ុន្តែពេលខ្លះបើខ្ញុំចង់ហាត់ល្បឿនផ្សេងខ្ញុំចូលមកកន្លែង interval ដើម្បីយើងហ្វឹកហាត់ល្បឿនហ្នឹងទៅយើងអាចហាត់800ម៉ែត្រហាត់400ម៉ែត្រហាត់500ម៉ែត្រអីចឹងនិយាយទៅគឺវាដើរតួដូចជាថាដៃគូរត់របស់យើងហើយក៏ដូចជាគ្រូបង្វឹករបស់យើងដូចគ្នាពេលដែលខ្ញុំរត់ចឹងណាហើយមួយទៀតពេលខ្លះពេលដែលមានកម្មវិធីប្រកួតអីផ្សេងបើខ្ញុំចង់បំបែក record ខ្លួនឯងដូចថ្មីនេះខ្ញុំទៅតែបំបែក record ខ្លួនឯងនៅក្នុងកម្មវិធី ស៊ូជាមួយនាឡិកានេះផ្ទាល់តែម្ដងហើយមុននឹងខ្ញុំរត់គឺខ្ញុំ plan ខ្លួនឯងគឺខ្ញុំ set up មុខងារមួយដែលគេហៅថា Pace Pro Plan Pace Pro Plan ហ្នឹងគឺខ្ញុំ set up ខ្លួនឯងមានន័យថាយើងកម្រងចង់បំបែក record ចឹងយើងឲ្យនាឡិកាវាប្រាប់យើងថាគីឡូទី1យើងគួរតែរត់ប្រហែលគីឡូទី2រត់ល្បឿនប្រហែលគីឡូទី3រត់ល្បឿនប្រហែលអញ្ចឹងណាដូចខ្ញុំនេះ Pace Pro Plan របស់ខ្ញុំនៅក្នុងថ្ងៃកម្មវិធីខ្ញុំ set up ដាក់ថា break PB 10km ខ្ញុំដាក់38នាទីអញ្ចឹងយើងត្រូវរត់ pace វាប្រាប់មកអ្នកថាត្រូវរត់ pace 3:48អញ្ចឹងក្នុងគីឡូនីមួយៗនៅពេលដែលយើងចុចចូលគឺវាប្រាប់តែម្ដងថាគីឡូទី1យើងត្រូវរត់
ប្រមាណគីឡូទី2យើងត្រូវរត់ប្រមាណគីឡូទី3យើងត្រូវរត់ប្រមាណអញ្ចឹងណាដូចខ្ញុំដាក់វារត់ស្មើគីឡូនីមួយអញ្ចឹងទៅប៉ុន្តែជាក់ស្ដែងនៅពេលដែលថ្ងៃរត់គឺខ្ញុំធ្វើបានល្អជាង Pace Pro Plan ដែលខ្ញុំបាន set up ដោយសារខ្ញុំមកដល់ទី record របស់ខ្ញុំថ្មីនេះគឺមកដល់ទី 37.54 អញ្ចឹងមានន័យថាខ្ញុំធ្វើល្អជាង Pace Pro Plan របស់ខ្ញុំដែលខ្ញុំដាក់ត្រឹម38នាទីប៉ុន្តែពេលដែលយើង set up អញ្ចឹងពេលដែលយើងរត់យឺតឬក៏យើងរត់លឿនពេកនាឡិកាវា alert ឲ្យយើងដឹងតែម្ដងដើម្បីយើងដឹងចេះគ្រប់គ្រងល្បឿនខ្លួនឯងអញ្ចឹងណាបាទហើយនិយាយទៅវាមានមុខងារច្រើនទៀតដូចជាអ្នករត់ពេលខ្លះយើងទៅតំបន់ណាមួយយើងអត់ស្គាល់ផ្លូវទេដូចពេលច្រើនខ្ញុំទៅក្រៅប្រទេសផ្សេងយើងចង់រត់ប៉ុន្តែយើងខ្លាចវែងផ្លូវអញ្ចឹងយើងអាច set up នៅក្នុងមុខងារនេះ round trip course នេះដូច Phoenix អញ្ចឹង Phoenix ក៏មានមុខងារនឹងដូចគ្នា round trip course ហ្នឹងមានន័យថាយើងចង់រត់ប្រមាណគីឡូយើងចង់រត់10គីឡូឬក៏ប្រមាណគីឡូអញ្ចឹងទៅអញ្ចឹងយើង set up នៅក្នុងនាឡិកាវានឹងគណនារាល់ផ្លូវឲ្យយើងរត់មួយជុំហ្នឹងធ្វើម៉េចមកដល់ផ្ទះយើងវិញ10គីឡូឬក៏ប្រមាណគីឡូដែលយើងចង់រត់អញ្ចឹងទៅអញ្ចឹងហើយយើងរត់យើងអត់ខ្លាចក្នុងការវែងផ្លូវទេដោយសារតែនាឡិកាវាប្រាប់ឲ្យយើងបត់ឆ្វេងបត់ស្ដាំអីចឹងទៅយើងគ្រាន់តែបត់តាមនាឡិកាទៅយើងរត់មើលទេសភាពបដាយើងអត់ខ្លាចក្នុងការវែងទេបើមិនយើងអត់មាននាឡិកានាំផ្លូវយើងរត់បដាឡើងមើលទូរស័ព្ទបដាយើងអត់មានអារម្មណ៍ក្នុងការមើលទេសភាពស្គាល់ពីតំបន់គេអញ្ចឹងទេហ្នឹងភាគច្រើនគឺតិចនិចនៅពេលដែលខ្ញុំចង់រត់នៅតំបន់ណាមួយដែលខ្ញុំអត់ស្គាល់គឺខ្ញុំរត់ចឹងបាទអញ្ចឹងណាហើយបន្ទាប់ពីរត់សួរថានាឡិកានេះខ្ញុំប្រើប្រាស់ទៅលើអីគេខ្លះទៀតខ្ញុំប្រើប្រាស់ទៅលើការគេហៅថាតាមដានអំពីការហ្វឹកហាត់របស់ខ្ញុំដោយខ្ញុំរត់ចឹងទៅខ្ញុំរត់ចប់ខ្ញុំមកមើលនៅក្នុងខាងក្រោមនាឡិកានេះវាមានអីគេវាមានដូចជាមួយអាទិត្យហ្នឹងដាក់ Diswig អញ្ចឹងមួយអាទិត្យហ្នឹងខ្ញុំរត់បានប្រហែលគីឡូហើយខ្ញុំទៅរត់បាន15គីឡូទេអញ្ចឹងណាអញ្ចឹងវាមានមួយទៀតវាមាន running performance ខ្ញុំត្រូវមកមើលទាំងហ្នឹងថា VO2 max របស់ខ្ញុំបានឥឡូវខ្ញុំបាន61ហើយអញ្ចឹងយើងរត់ចប់យើងត្រូវមកមើលទិន្នន័យខ្លួនឯងរបស់យើងអញ្ចឹងហើយអញ្ចឹងបន្តមកទៀតយើងមកមើលគេមកមើល lactate threshold នេះ lactate threshold ហ្នឹងបងប្អូនមនុស្សក៏អត់ដឹងទេ lactate threshold ហ្នឹងគឺជា pace ដែលយើងអាចគ្រប់គ្រងបានមាន pace ដែលយើងអាចរត់បានអញ្ចឹងគាត់ថា lactate threshold របស់ខ្ញុំគឺ pace 3:34ហើយបេះដូងរបស់ខ្ញុំគឺ176អញ្ចឹងមានន័យថាយើងដឹងថា pace ដែលយើងអាចរត់បានគឺ pace ប៉ុណ្ណឹង3:34បេះដូង176ហ្នឹងអញ្ចឹងបើសិនជាយើងរត់លឿនជាងហ្នឹងយើងរត់ឆ្ងាយយើងរត់ដល់ទីទេអានេះ lactate threshold ហ្នឹងគឺវាព្យាករត្រឹម10គីឡូត្រឹម5គីឡូឬក៏អស់ឲ្យត្រឹម21គីឡូអញ្ចឹងណាអញ្ចឹងពេលណាដែលយើងដឹងអា lactate threshold ហ្នឹងពេលដែលយើងមានការប្រកួតផ្សេងគឺយើងដឹងហើយពេលចិត្តដល់ទីយើងអាចបង្កើនល្បឿនបានទៀតដោយសារយើងដឹងថា pace របស់យើងអាចរត់បានគឺ pace 3:34ហ្នឹងអញ្ចឹងបើសិនជា pace របស់យើងនៅខ្ពស់ជាងហ្នឹងយើងអាចតម្លាក់មកឲ្យទាបដល់ត្រឹមហ្នឹងក៏បានអញ្ចឹងដែរដើម្បីយើងដឹងថាចិត្តដល់ទីយើងត្រូវបង្កើនល្បឿនហើយវាព្យាករណ៍ដល់ទៀតថាខ្ញុំរត់5គីឡូប្រហែល10គីឡូប្រហែល21គីឡូប្រហែល full marathon ប្រហែលនាឡិកានេះគឺបន្ទាប់ពីយើងរត់ចប់គឺវាបង្ហាញការវិភាគគេហៅថាទិន្នន័យរបស់យើងបានច្រើនមែនតើបាទអញ្ចឹងវាដឹងតាំងពី hill score បន្ទុកឡើងភ្នំរបស់ខ្ញុំហ្នឹងគឺប្រហែល challenger ជាអ្នកគេហៅ challenge អញ្ចឹងណាបាទហើយបន្តមកទៀតពេលរត់ចប់ខ្ញុំមើលនៅកន្លែង training status នេះ training status ហ្នឹងគឺវាប្រាប់ថាពេលដែលយើងរត់ចប់អាការរត់របស់យើងហ្នឹងមិន productive ឬក៏អីចឹងទៅប៉ុន្តែឥឡូវនេះវាដាក់ថាខ្ញុំនៅក្នុង recovery មានថាយើងកំពុងតែសម្រាកអញ្ចឹងទៅអញ្ចឹងវាមានអីគេទៀតវាមានក្នុងហ្នឹង recovery វាប្រាប់យើងនៅសល់ប្រហែលម៉ោងទៀតអញ្ចឹងណាបន្ទាប់ពីយើងរត់ចប់អញ្ចឹងអានេះគឺជាទិន្នន័យដែលខ្ញុំប្រើប្រាស់រត់ហើយយើងវិភាគខ្លួនឯងបន្ទាប់ពីយើងរត់ចប់ប៉ុន្តែមុខងារមួយដែលសំខាន់មួយទៀតនោះគឺសម្រាប់អ្នករត់គេហៅថា training readiness នេះ training readiness ហ្នឹងគឺសំខាន់នៅពេលដែលយើងចិត្តការប្រកួតឬក៏យើងត្រៀមខ្លួនក្នុងការរត់ចម្ងាយឆ្ងាយអញ្ចឹង training readiness ហ្នឹងវាមើលអំពីកម្លាំងរបស់យើងអញ្ចឹងកាលណាដែលកម្លាំងរបស់យើងមកអត់ទាន់គ្រប់ហើយយើងទៅរត់ឆ្ងាយក៏ដូចជាយើងទៅប្រកួតគឺយើងរត់អត់ឈ្នះគេទេដោយសារយើងខ្វះកម្លាំងអញ្ចឹងជាទូទៅដូចជាក់ស្ដែងពេលដែលចិត្តប្រកួតឬក៏ត្រៀមរត់ឆ្ងាយផ្សេងខ្ញុំតែងតែសម្រាប់មួយថ្ងៃឬក៏2ថ្ងៃមុនជាពិសេសបើរត់ឆ្ងាយអីយើងសម្រាប់3ថ្ងៃអញ្ចឹងចុះដោយសារដើម្បីយើងឲ្យកម្លាំងរបស់យើងមកវិញឲ្យគ្រប់ដល់ឥឡូវនេះខ្ញុំមកដល់85ហើយមានន័យថាយើងកម្លាំងរបស់យើងវាមកដល់ខ្ពស់ហើយអញ្ចឹងយើងអាចរត់ថ្ងៃហ្នឹងចង់រត់21គីឡូក៏បានចង់រត់30គីឡូក៏បានដោយសារកម្លាំងរបស់យើងមកពេញអញ្ចឹងយើងអត់បារម្ភក្នុងការខ្វះកម្លាំងទៅការរត់ទេអញ្ចឹងណាអានេះគឺសំខាន់សម្រាប់អ្នករត់ហើយមួយទៀតក៏សំខាន់ដែរគេហៅ running tolerance នៅក្នុង
Forerunner 917នេះគឺវាអាប់ដេតមកមុខងារច្រើនបើមិនតែយើងប្រៀបធៀបទៅនឹង Forerunner 965ពីមុន running tolerance នេះគឺវាប្រាប់អំពីគេហៅថាមួយអាទិត្យយើងគួរតែរត់ប្រមាណគីឡូអញ្ចឹងមួយអាទិត្យវាប្រាប់មកខ្ញុំថា average របស់ខ្ញុំគឺខ្ញុំគួរតែរត់75គីឡូអញ្ចឹងណាប៉ុន្តែឥឡូវនេះខ្ញុំទៅបាន15គីឡូឯងអញ្ចឹងមានន័យថាយើងនៅខ្វះគីឡូច្រើនទៀតអញ្ចឹងយើងអាចរត់បានបើមិនតែយើងមានអារម្មណ៍ថាខ្លួនសុខភាពយើងល្អក៏ដូចជាកម្លាំងរបស់យើងមកវិញអស់ហើយយើងអាចបុកឲ្យគ្រប់គីឡូហ្នឹងហ្មងក៏បានដែរអានេះវាប្រាប់គីឡូអញ្ចឹងដើម្បីឲ្យយើងដឹងថាយើងគួរតែហាត់ប៉ុណ្ណឹងបើមិនតែយើងហាត់លើសហ្នឹងគឺធ្វើឲ្យខ្លួនប្រាណរបស់យើងហ្នឹងរបួសអញ្ចឹងឃើញទេអ្នកលកាគឺវាជួយយើងបានច្រើនមែនតើអ្នកខ្លះគាត់ចេះតែរត់រហូតដល់ឈឺសាច់ដុំឈឺសន្លាក់ឈឺអីហ្នឹងដោយសារគាត់ដឹងថាខ្លួនគាត់គួរតែរត់ប្រហែលក្នុងមួយអាទិត្យពេលខ្លះគាត់ខ្លាំងពេកធ្វើឲ្យគាត់ឈឺសាច់ដុំឈឺសន្លាក់ឈឺនេះឈឺនោះរហូតគាត់ខានរត់មួយអាទិត្យពីរអាទិត្យមួយខែធ្វើឲ្យឈឺគេហៅថាចូលដើមតែម្ដងអាហ្នឹងយើងហាត់ខ្លាំងពេកណាបាទអូខេអញ្ចឹងអានេះគឺតាក់ទងទៅនឹងការរត់នៃការវិភាគទិន្នន័យរបស់ខ្ញុំប៉ុន្តែនៅក្នុងហ្នឹងគឺមិនមែនមានតែត្រឹមកីឡារត់ទេអ្នកលកានេះវាមានដល់ទៅរហូត100កីឡាវាមានដូចជាជិះកង់ហែលទឹកច្រើនមែនតើរត់លើម៉ាស៊ីនសូម្បីតែយើងជិះម៉ូតូកីឡា triathlon វ័យកូនហ្គោលអីផ្សេងៗក៏មានដូចគ្នាអញ្ចឹងមុខងារកីឡាមួយនៅក្នុងនាឡិកា Garmin បងប្អូនដឹងហើយគឺជាកីឡាដែលគេបានវិភាគគេបានសិក្សាស៊ីជម្រៅលម្អិតមែនតើថាយើងជិះម៉ូតូគឺវាចេញទិន្នន័យជិះម៉ូតូរបស់យើងឯងយើងជិះកង់ចេញទិន្នន័យជិះកង់យើងរត់ចេញរត់យើងហែលទឹកចេញហែលទឹកវាមានប្រភេទ pool swim វាមានប្រភេទopen water មានថាកីឡាមួយមិនមែនជាកីឡាដូចតែគ្នាហើយគេគ្រាន់តែដូររូប icon ទេគឺជាកីឡាមួយដែលវាលម្អិតទៅដល់មុខងារមួយនោះតែម្ដងបើយើងវាថាយើងមិនមែនដូចថាគេចេះដាក់មកឲ្យតែមានច្រើនហើយយើងចូលមុខងារកីឡាណាក៏ដែលទេគឺ Garmin បងប្អូនហ្នឹងហើយគឺជំនាញទៅលើកីឡាក៏ដូចជាការតាមដានសុខភាពរបស់យើងប្រចាំថ្ងៃនោះតែម្ដងបន្ទាប់ពីយើងលេងកីឡាហើយអ្នកលកានេះក៏ខ្ញុំប្រើប្រាស់ក្នុងការតាមដានសុខភាពប្រចាំថ្ងៃដូចគ្នាហើយជាពិសេសសម្រាប់អ្នកដែលស្រឡាញ់សុខភាពខ្ញុំគិតថាមានអ្នកលកា Garmin មួយគឺជួយយើងបានច្រើនមែនតើអញ្ចឹងចំពោះខ្ញុំផ្ទាល់ការតាមដានសុខភាពខ្ញុំមើលទៅលើអីគេខ្លះដំបូងឡើយគឺខ្ញុំមើលទៅលើនេះមុខងារនេះគឺសំខាន់មែនតើសម្រាប់អ្នកតាមដានសុខភាពគួរតែចេះមើលខ្លួនឯងគេហៅថា health status អាហ្នឹងគ្រាន់តែយើងភ្ញាក់ពីដេកភ្លាមគឺវាឲ្យយើងមើលតែម្ដងមុខងារ health status នេះពេលដែលយើងដេកយប់ឡើងវាដឹងថាបេះដូងរបស់យើងលោតស្មើអត់លោតនៅ balance អត់នេះវាដាក់មកនេះ health status របស់ខ្ញុំគឺ56អញ្ចឹងយប់មិញហ្នឹងអញ្ចឹងវានៅក្នុងបន្ទាត់មួយ balance មានថាបេះដូងរបស់យើងលោតស្មើបន្តមកទៀត HRV នេះគឺគម្លាតចង្វាក់បេះដូងអញ្ចឹង59វានៅក្រោមធ្លាក់មកក្រោមតិចគឺលោតអត់ស្មើដែលថាខ្វះមួយ average របស់ខ្ញុំគឺ60 89ប៉ុន្តែអត់បញ្ហាទេដោយសារវាខុសតែមួយអញ្ចឹងណាបន្តមកទៀត respiration ដង្ហើមយើងដកចេញចូលយើងដេកយប់មិញហ្នឹងដង្ហើមរបស់យើងដកចេញចូលអត់អញ្ចឹងវាដាក់មកស្មើ 16.4 BPM មានថាដក 16.4 second 16.4 ដងក្នុង1នាទីអញ្ចឹងណា16កន្លះអូខេបន្តមកទៀត skin temperature សូម្បីតែស្បែករបស់យើងកម្ដៅប៉ុន្មានហ្នឹងក៏វាដឹងដែរបំរែបំរួលប៉ុន្មានពី 0.6 មានថាចន្លោះរបស់ខ្ញុំដក 0.7 ទៅបូក 0.7 មានថាបំរែបំរួលរបស់ខ្ញុំ average ពីដក 0.7 ទៅ 0.7 អញ្ចឹងគឺអត់បញ្ហាទេវានៅក្នុងបំរែបំរួលអញ្ចឹងពេលខ្លះយើងក្តៅខ្លួនពេលខ្លះយើងដេកនៅកន្លែងក្តៅផ្សេងសូម្បីតែ skin temperature របស់យើងប្រែប្រួលក៏នាឡិកាវានឹងដូចគ្នាហើយមួយទៀតវាមាន Pulo X ហ្នឹងដោយសារខ្ញុំអត់បើកអញ្ចឹងបើបងប្អូនចង់ចេញយើងបើកអា Pulo X ហ្នឹងដាក់ថាពេលដែល sleep ឲ្យវាបើកអញ្ចឹងទៅដោយសារខ្ញុំអត់បើកវាដោយសារបើកអាហ្នឹងទៅវារៀងស៊ីថ្មអញ្ចឹងណាអានេះគឺជា health status ប៉ុន្តែក្រៅពីហ្នឹងទៀតយើងអាចមកមើលគេអ្វីដែលខ្ញុំតែងតែមើលខ្លួនឯងហ្នឹងគឺយើងមើល body battery បាទ body battery របស់យើងហ្នឹងគឺកម្លាំងក្នុងខ្លួនអញ្ចឹងណាយើងនៅសល់ប្រមាណក្នុងមួយថ្ងៃនេះយើងមកមើល sleep score តើយប់មិញហ្នឹងយើងដេកបានប្រមាណបន្ទុកដូចយប់មិញខ្ញុំដេកបាន83បន្ទុកវាដាក់ថា good quality អញ្ចឹង duration នៃការដេក7ម៉ោងចុច58អញ្ចឹងទៅអញ្ចឹងបងប្អូនដេកយូរជាងហ្នឹងយើងអាចមកមើលការ sleep របស់យើង deep sleep ប្រមាណ light ប្រមាណ REM ប្រមាណ awake ប្រមាណគឺនាឡិកាប្រាប់ទាំងអស់តែម្ដងបាទអញ្ចឹងណាហើយនេះមានបេះដូងមានជំហានដើរអញ្ចឹងទៅអញ្ចឹងខ្ញុំមើលបន្ទាប់បន្សំហើយវាមានដូចជា stress របស់ខ្ញុំឥឡូវនេះគឺដាក់ថា75 medium stress អញ្ចឹងយើងអាចមកមើលសូម្បីតែ stress របស់យើងហ្នឹងក៏នាឡិកាវាវិភាគដឹងដែរយើងពាក់នៅលើដៃសោះហ្នឹងណាបាទ
ហើយយើងមើលមកលើ calorie ហ្នឹងវាចែកចេញទៀតវាចែកថា active calorie resting calorie active ហ្នឹងគឺជា calorie ដែលយើងលេងកីឡាហើយ resting ហ្នឹងគឺជា calorie ដែលយើងនេះដូចខ្ញុំកំពុងអង្គុយនិយាយអញ្ចឹងគឺមិនមែនចាត់ទុកជាកីឡាទេគេចាត់ទុកថាជា resting calorie ដោយសារមិនមែនជាតាមរយៈសកម្មភាពកីឡានិយាយទៅមកត្រឹមលេងកីឡាហើយនឹងតាមដានសុខភាពពេលបងប្អូនមាននាឡិកា Garmin Forerunner 907នេះអត់ខកបំណងទេគឺ full option តែម្ដងយើងនិយាយទៅសមត្ថភាពរបស់វាទាំងកីឡាហើយនឹងតាមដានសុខភាពគឺដូច Phoenix Edge អញ្ចឹងគាត់ថារូបរាងរបស់វាខុសពី Phoenix Edge ទេបើកែពីហ្នឹងមុខងារតាមដានសុខភាពហើយនឹងកីឡាដូចគ្នាក្រៅតែពីតាមដានសុខភាពហើយនឹងលេងកីឡានាឡិកា Garmin Forerunner 907នេះក៏មានមុខងារអាចឲ្យយើងដើរព្រៃមើលប្រើប្រាស់ផែនទីបានដូចគ្នានាឡិកានេះគឺវា built in មកជាមួយទៅនឹងផែនទីនៅក្នុងនាឡិកា Garmin Forerunner 907នេះដូចទៅនឹង Phoenix Edge អញ្ចឹងមានន័យថាគឺវាបង្ហាញផែនទីមកលំអិតបាទមកលំអិតទាំងឈ្មោះផ្លូវទាំងលេខតំបន់និយាយទៅនាឡិកា Garmin បងប្អូនដឹងហើយចំពោះផែនទីប្រើប្រាស់គឺអត់បាច់ត្រូវការអ៊ីនធឺណិតទេហើយយើងអាចប្រើប្រាស់វាក្នុងការនាំផ្លូវថាយើងចង់ទៅរកហាងកាហ្វេកន្លែងណាបាទយើងចង់ទៅរកកន្លែងចាក់សាំងយើងចង់ទៅរកកន្លែងដែលយើងបានសេវទុកយើងចង់វាយតែលេខ coordinate ឲ្យវានាំទៅក៏បានអត់បាញ់ចាប់ប្រើអ៊ីនធឺណិតទេទាំងក្នុងព្រៃទាំងក្នុងទីក្រុងនាឡិកានេះគឺប្រើបានទាំងអស់ហើយការប្រើប្រាស់ប្រព័ន្ធ GPS របស់នាឡិកានេះគឺលឿនមែនតើបងប្អូនដឹងហើយនៅក្នុងនាឡិកា Garmin Forerunner នេះ GPS របស់វាគឺមាន5 GPS របស់វាគឺមាន5លឿនមែនតើហើយគឺវាប្រើប្រាស់បច្ចេកវិទ្យា auto select បើសិនជាក់ស្ដែងនិយាយគឺវាប្រើប្រាស់ auto select ប៉ុន្តែបើសិនជាយើងចង់ឲ្យលឿនគឺយើងបើក multi band GNSS មកគឺវានឹងលឿនតែម្ដងប៉ុន្តែជាទូទៅខ្ញុំ recommend ឲ្យប្រើ auto select ហ្នឹងទៅគឺយើងទៅក្បែរ satellite ណាគឺនាឡិកានេះវានឹង auto ចាប់ satellite ដែលនៅជិតវាមុនគេអញ្ចឹងណាហើយផែនទីនេះបើសិនជាយើងប្រើប្រាស់ឲ្យវានាំផ្លូវពេលដែលវានាំផ្លូវគឺវានឹងប្រាប់យើងតែម្ដងបត់ឆ្វេងបត់ស្ដាំចិត្តដល់ផ្លូវកោងចិត្តដល់ផ្លូវបត់គឺវាប្រាប់យើងតែម្ដងអញ្ចឹងនាឡិកានេះគឺវាប្រើប្រាស់ផែនទី offline ហើយគឺវាអាចប្រើប្រាស់នាំផ្លូវ offline ទៀតដោយមិនបាច់ចាត់ត្រូវការអ៊ីនធឺណិតហើយពេលដែលយើងបើកបរអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងគឺចិត្តដល់ផ្លូវកោងឲ្យផ្សេងៗគឺវាប្រាប់ឲ្យយើងដឹងមុនតែម្ដងដើម្បីងាយស្រួលពេលដែលយើងបើកបរហើយមួយទៀតចំណុចសម្គាល់ដែលខ្ញុំចាប់អារម្មណ៍ទៅលើនាឡិកា Garmin នេះ Forerunner 907ហ្នឹងគឺមានន័យថាពេលដែលយើងជិះខុសផ្លូវឧទាហរណ៍យើងត្រូវជិះផ្លូវហ្នឹងប៉ុន្តែជិះខុសផ្លូវបាត់ហើយអញ្ចឹងនាឡិកាវានឹងកណនាសារថ្មីដើម្បីឲ្យយើងទៅដល់គោលដៅជិះផ្លូវថ្មីទៅដល់គោលដៅល្អមែនតើហើយការធ្វើការទាំងអស់ហ្នឹងគឺអត់មានប្រើប្រាស់អ៊ីនធឺណិតសូម្បីតែបន្តិចទោះបីជាយើងភ្ជាប់ជាមួយទូរស័ព្ទប៉ុន្មានក៏វាអត់ទាញយកអ៊ីនធឺណិតពីទូរស័ព្ទនៅក្នុងទូរស័ព្ទរបស់យើងយកមកប្រើដែរគឺវាប្រើប្រាស់ផ្កាយរណបនៅលើបោះលើមេឃផ្សល់តែម្ដងហើយផ្កាយរណបហ្នឹងមិនមែនតែមួយទេគឺមានដល់ទៅ5បាទច្រើនមែនតើហើយនាឡិកានេះមិនមែនធ្វើមកត្រឹមតែមានផែនទី adventure ប៉ុណ្ណឹងឯងអ្នក adventure គឺមានមុខងារច្រើនជាងហ្នឹងទៀតវាមានដូចជាមុខងារ track me មុខងារ track me គឺវាអនុញ្ញាតឲ្យយើង track ផ្លូវនៅពេលដែលយើងចង់ទៅទីតាំងណាមួយយើងអាចប្រើប្រាស់នាឡិកានេះ track ផ្លូវយ៉ាងយើង track ពី A ដល់ B អញ្ចឹងទៅអញ្ចឹងមកវិញគឺនាឡិកាវានឹងនាំយើងមកវិញដោយមិនបាច់ចាំនាំគេមកក៏បានដែរអញ្ចឹងណាហើយមួយទៀតបើអ្នកដែលចូលចិត្ត adventure ម្នាក់ឯងអញ្ចឹងណាថាគាត់ចង់ទៅភ្នំអរ៉ាល់ប៉ុន្តែគាត់អត់ស្គាល់ផ្លូវទេតែគាត់ចង់ឲ្យនាឡិកានាំផ្លូវអញ្ចឹងទី1គាត់អាចធ្វើការសុំ track គេជា GPX file ដាក់ចូលនៅក្នុងនាឡិការបស់យើងហើយនាឡិកាវានាំផ្លូវតែម្ដងពេលដែលយើងជិះខុសផ្លូវឲ្យផ្សេងៗគឺនាឡិកាវាប្រាប់អានេះសម្រាប់អ្នកដែលចូលចិត្ត adventure ហើយមួយទៀតនាឡិកានេះក៏វាមានមុខងារគេហៅថា Garmin Share អូថានាឡិកាខ្ញុំមានផ្លូវឬក៏ខ្ញុំមាន course ឬមានអីមួយខ្ញុំចង់ដាក់ share ផ្លូវហ្នឹងឲ្យមិត្តភ័ក្តិរបស់ខ្ញុំដែលគេមាន Garmin ដែរគាត់ដាក់ក្បែរគ្នាមកដូចយើង AirDrop អញ្ចឹងនាឡិកានេះគឺវានឹង share ចូលទៅកាន់នាឡិកាមួយទៀត auto តែម្ដងបាទហើយវាមានមុខងារ save location យើងអាចប្រើប្រាស់នាឡិកានេះ save location ដើម្បីមើលអំពីលេខ coordinate save ទីតាំងកន្លែងទុកអញ្ចឹងណាថ្ងៃក្រោយយើងអាចឲ្យវានាំមកទៀតបានហើយមួយទៀតវាដឹងអំពីរយៈកម្ពស់ភ្នំវាដឹងអំពីសម្ពាធខ្យល់មេឃចិត្តភ្លៀងអីផ្សេងគឺនាឡិកានេះវាប្រាប់យើងទាំងអស់តែម្ដងអ្នក adventure គឺ full option និយាយទៅនាឡិកានេះវាធ្វើឡើងមក full option តែម្ដងហើយមួយទៀតអ្នក adventure ប្រើពិលក៏បាននេះពិលនេះមិនមែនធ្វើមកតែសម្រាប់យើងប្រើប្រាស់ប្រចាំថ្ងៃទេ
ប្រើប្រាស់សម្រាប់អ្នក adventure ក៏បានប្រើប្រាស់សម្រាប់អ្នកលេងកីឡាក៏បានដូចខ្ញុំអញ្ចឹងខ្ញុំលេងកីឡាខ្ញុំចូលចិត្តឲ្យរត់ទៅឲ្យវាភ្លឺតាមដៃយើងភ្លឹបភ្លាកអញ្ចឹងណាខ្ញុំបោះជីសក្រហមអញ្ចឹងទៅអញ្ចឹងប្រើប្រាស់បានច្រើនមែនតើ7នេះគឺ Garmin ដាក់មកមុនគេបង្អស់តែម្ដងនៅក្នុងនាឡិកា Garmin Forerunner 907នេះមុខងារដែលពិសេសហើយខ្ញុំគិតថាមានតែនៅលើនាឡិកា Garmin មួយទេដែលមានមុខងារនេះគេហៅថាមុខងារ SOS មុខងារនេះគឺជាមុខងារមួយដែលនៅពេលដែលយើងមានគ្រោះថ្នាក់គាត់ឲ្យយើងបោកភ្លាមអញ្ចឹងទៅនាឡិកានេះគឺវានឹងផ្ញើ message ទៅកាន់អ្នកផ្ទះឬក៏គ្រួសារយើងតែម្ដងអញ្ចឹងវានឹងផ្ញើសារតាម SMS ក៏ដូចជាផ្ញើសារតាម email គាត់ឲ្យយើងដួលបោកភ្លាមដល់សម្ពាធវាអញ្ចឹងណាឬក៏បើសិនជាយើងដួលតិចយើងគ្រាន់តែចុចប៊ូតុងខាងលើនេះឲ្យជាប់មកគឺវានឹងផ្ញើសារ message ទៅកាន់អ្នកផ្ទះតែម្ដងហើយអ្នកផ្ទះរបស់យើងគ្រាន់តែផ្ញើអា link ហ្នឹងទៅឲ្យពេទ្យឬក៏ទៅឲ្យខាងណាទៅគេក៏ចុច link ហ្នឹងគឺមកដល់កន្លែងយើងគ្រោះថ្នាក់តែម្ដងហើយបើសិនជាយើងគ្រោះថ្នាក់ហើយវា auto send ទៅកាន់អ្នកផ្ទះយើងហើយក៏យើងអាចចុចក្នុងការប្រាប់អ្នកផ្ទះយើងវិញថាយើងអត់អីទេមិនបាច់មកយកយើងអីក៏បានដែរអញ្ចឹងណាហើយមួយទៀតនាឡិកានេះក៏យើងអាចធ្វើការប្រើ live location បងនេះគ្នាអញ្ចឹងគាត់ថាគ្រូសាបើយើងចង់ដឹងថាយើងទៅដល់ណាហើយយើងអាចធ្វើការ live track ដូចយើង live location នៅក្នុងទូរស័ព្ទរបស់យើងឲ្យគេមើលអញ្ចឹងណាក៏យើងអាចប្រើប្រាស់នាឡិកានេះ live location បានដូចគ្នាប៉ុន្តែ live location ហ្នឹងគឺវាតម្រូវឲ្យយើងដាក់ទូរស័ព្ទជាប់ខ្លួនគាត់ថាពេលយើងរត់ឬក៏ពេលយើងទៅណាអញ្ចឹងទៅយើងអាច live location ឲ្យអ្នកផ្ទះរបស់យើងគាត់មើលបានដើម្បីគេដឹងថាយើងទៅដល់ណាអញ្ចឹងទៅហើយបើសិនជាអ្នកដែលលេងកីឡាក៏ដូចជាចូលចិត្តស្ដាប់ចម្រៀងអញ្ចឹងណានាឡិកានេះគឺវាមានទំហំ memory រហូតដល់ទៅ 32GB ធំមែនតើអញ្ចឹង 32GB បងប្អូនអាចដាក់ចម្រៀងបានច្រើនហើយដូចនាឡិការបស់ខ្ញុំនេះគឺខ្ញុំប្រើប្រាស់ជាមួយទៅនឹង YouTube Music ក៏ដូចជាអ្នកដែលមាន Spotify ក៏អាចប្រើប្រាស់ជាមួយ Spotify បានដូចគ្នាយើងអាចស៊ីនចម្រៀងចេញពី YouTube Music ដែលខ្ញុំប្រើ YouTube Music អញ្ចឹងពេលដែលលេងកីឡាគឺខ្ញុំស្ដាប់ជាមួយកាសអញ្ចឹងទៅហើយវាមាន speaker អញ្ចឹង speaker នេះវាបដិអាសន្នដែរ speaker ហ្នឹងឮខ្លាំងណាស់បងប្អូនពេលដែលយើងលេងកីឡាផ្សេងឬក៏យើងថ្ងៃណាអត់មានកាយក៏យើងអាចស្ដាប់ចម្រៀងចេញពីនេះបានដូចគ្នាប៉ុន្តែពេលដែលលេងកីឡាម្ដងឬក៏រត់ឆ្ងាយឬក៏ជាដើរព្រៃផ្សេងខ្ញុំដាក់កាសចឹងមកយើង connect ចម្រៀងចេញពីនាឡិការបស់យើងតែម្ដងពេលណាដែលយើងស៊ីនចម្រៀងចេញពី Spotify ចេញពី YouTube Music ហើយគឺយើងពេលដែលលេងវាហ្នឹងគឺយើងមិនបាច់ចាំមានអ៊ីនធឺណិតទេហើយមួយទៀតបើសិនជាបងប្អូនអត់មាន Spotify ក៏ដូចជា YouTube Music ឬក៏កម្មវិធីចម្រៀងផ្សេងអញ្ចឹងណាយើងអាច download ចម្រៀងហើយយើងយកមកបញ្ចូលនៅក្នុងនាឡិកានេះផ្ទាល់តែម្ដងអានេះគឺពិសេសសម្រាប់អ្នកដែលចូលចិត្តស្ដាប់ចម្រៀងពេលដែលលេងកីឡាអូខេអញ្ចឹងនេះគឺជាការចែករំលែកបទពិសោធន៍នៃការប្រើប្រាស់នាឡិកា Garmin Forerunner 907របស់ខ្ញុំក៏ដូចជា detail លម្អិតជូនដល់បងប្អូនទាំងអស់គ្នាអញ្ចឹងណាហើយបើសិនជាបងប្អូនចង់មើលនាឡិកា Garmin ក៏ដូចជាចង់សិក្សាថាតើមួយណាស័ក្តិសមជាមួយយើងអញ្ចឹងបងប្អូនអាចទៅកាន់ showroom Garmin ទាំង5សាខាបានគឺមាននៅណាខ្លះគឺមាននៅ Eon 1, Eon 2, Eon 3ទួលស្វាយព្រៃនិងនៅមួយទៀតនៅក្បែរវិមានឯករាជ្យហើយពេលបងប្អូនទិញនាឡិកា Garmin ចំណុចទី1ដែលខ្ញុំចង់ឲ្យបងប្អូនសង្កេតមើលគឺយើងត្រូវមើលទិញនាឡិកាក្រុមហ៊ុនដើម្បីនៅពេលដែលយើងមានបញ្ហាផ្សេងគឺមានក្រុមហ៊ុនចាំជួយដោះស្រាយហើយនាឡិកាក្រុមហ៊ុនអត់ពិបាកមើលទេនៅលើប្រអប់គឺមានបិទតែមក្រុមហ៊ុន Developers មានមញ្ញែតបងប្អូនគួរនាំចូលមាន sticker 2 year warranty អញ្ចឹងបងប្អូនទិញគឺយើងត្រូវឆ្លាតចេះមើលអានឹងកុំឲ្យទិញហើយប៉ះនាឡិកាមិនមែនបោកក្រុមហ៊ុនពេលមានបញ្ហាផ្សេងគឺពិបាកមែនតើអូខេអញ្ចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្ណឹងបើសិនបងប្អូនមានសំណួរផ្សេងអាច comment នៅខាងក្រោមខ្ញុំនឹងធ្វើវីដេអូតទៀតឆ្លើយឲ្យបងប្អូនបានទស្សនាបាយបាយ